ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានសម្លតុងយ៉ាំបកាបងប្អូននេះបន្លែប្លុកខ្ញុំឲ្យគ្រឿងក្រូវបងប្អូនហើយស្ករប៊ីចេងទឹកត្រីថាយើងដាក់ជាធម្មតាណាបងប្អូននេះទឹកខ្ញុំដាំពុះខ្ញុំដាក់ស្ករប៊ីចេងទឹកត្រីអំបិលហើយតុងយ៉ាំគល់គ្រៃស្លឹកក្រូចសើចរំដេងអីដាក់ចូលគ្នាទាំងអស់ណាបងប្អូនខ្ញុំដាក់ហើយបងប្អូនហើយយើងដាក់ឲ្យពុះឲ្យហើយគ្រឿងចូលជាតិហើយយើងដាក់បន្លែចូលបន្លែហ្នឹងយើងដាក់គ្របឲ្យពុះមើលតើឲ្យឆ្អិនណាបងប្អូនចាំយើងដាក់សាច់ដាក់គ្រឿងក្រូវឲ្យថែមទៀតថាមើលតើបន្លែយើងផុយល្មមនៅទឹកខ្ញុំពុះឲ្យបងប្អូនហើយបន្ទាប់មកខ្ញុំលួចអីគេទឹកដោះគោឆៅបងប្អូនខ្ញុំដាក់បន្តិចទេបងប្អូនអ្នកខ្លះគេអត់ដាក់តែយើងដាក់ចឹងយកជាតិណាបងប្អូនយើងចេះកែច្នៃអ្នកខ្លះគេអត់ដាក់អីចឹងបងប្អូនកុំឆ្ងល់នេះខ្ញុំដាក់យកជាតិឥឡូវថាមើលថាពុះហើយខ្ញុំដាក់បកាហ្នឹងយើងដាក់តែមួយពុះណាបងប្អូនគ្របទៅយើងតែមួយពុះលើក៏អាចទុកយូរបានទេព្រោះបកាកាលណាតាយើងទឹកយូរសងាមបកាអត់ឆ្ងាញ់សាច់អត់ផ្អែមទៀតឥឡូវមើលតែពុះហើយគឺយើងមានតែដាក់ជីណាជីញ៉េចូលណាបងប្អូនដាក់ប៉ុណ្ណឹងហើយឆ្អិនណារួចជាការស្រេចបកាតុងយ៉ាំខ្ញុំមានតែប៉ុណ្ណឹងបងប្អូនតែឆ្អិនហើយយើងដួសហូបហើយណាព្រោះថាមានន័យពិបាកឯងបងប្អូនលាងតែស្ងោរដែរព្រោះយើងមានដុំតុងយ៉ាំបងប្អូនហើយមានគល់គ្រៃស្លឹកក្រូចសើចដីហ្នឹងណាបងប្អូនហើយបន្លែយើងស្រេចតែយើងដាក់យើងចូលចិត្តដាក់បន្លែអីក៏បានដែរណាបងប្អូននេះបងប្អូនមើលតុងយ៉ាំបកាខ្ញុំពណ៌ម្ដងជាតិហ្មងបងប្អូនសាច់បកាដឹងតែផ្អែមណាបងប្អូនឥឡូវយើងធ្វើឆ្អិនហើយយើងហូបទៅដល់ម៉ោងហូបបាយណាបងប្អូនមកហូបជាមួយខ្ញុំទាំងអស់គ្នាឥឡូវសាកបកាមើលដឹងចង់ឲ្យភ្លក់មើលថាសាច់បកាផ្អែមមិនផ្អែមណាបងប្អូនចង់ឲ្យយើងដាក់មកពុះលើកចឹងសាច់បកាផ្អែមជាតិហ្មងណាចង់ថាត្រូវការហូបដៃបកាទៅត្រូវការបេះណាបងប្អូនមើលភ្លក់ឲ្យមើលដាក់ចូលមាត់ទៅជាតិយ៉ាងនេះបងប្អូនអើយមកហូបជាមួយខ្ញុំទាំងអស់គ្នាបងប្អូនហើយបើខ្ញុំស្លទៅមើលទៅថាកាយវិការឬក៏ដាក់គ្រឿងក្រូវមិនទំនងបងប្អូនអាចខមមិនរិះគន់ខ្ញុំខាងក្រោមបានថាល្អមិនល្អអាចខមមិនខាងក្រោមប្រាប់ខ្ញុំបានណាបងប្អូនព្រោះតុងយ៉ាំខ្ញុំយូរស្លម្ដងដែរចង់តែខ្ញុំវាយមើលដែរណាបងប្អូនតែចង់ថាយើងស្ត្រីមេផ្ទះមិនថាជាពិបាកសម្លប៉ុណ្ណឹងបងប្អូនក្រោយរៀងយូរតិចគ្រឿងក្រូវរៀងច្រើនតិចណាបងប្អូនអាចខមមិនប្រាប់ខ្ញុំបានបើថាខ្ញុំតាមមើលគ្រឿងក្រូវមិនទំនងហើយវីដេអូខ្ញុំមានប៉ុណ្ណឹងណាបងប្អូនអរ